ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាមានពិធីប្រឡាក់ត្រីដែលឆ្ងាញ់បងប្អូនចាគឺថាប្រឡាក់ត្រីឲ្យឆ្ងាញ់នេះគឺពិធីធម្មតាទេបងប្អូនចាមានស្ករសម្សៅស៊ុបរ៉ាឌីទឹកត្រីមកចាអំបិលប៊ីចេងមកហើយនឹងពេលខ្យល់បន្តិចមកអញ្ចឹងណាបងប្អូនចាគឺខ្ញុំប្រឡាក់បែបធម្មតាទេបងប្អូនតែគឺឆ្ងាញ់មែនតែនចាយើងដាក់ស្ករដាក់អំបិលដាក់ប៊ីចេងមកចាទឹកត្រីបន្តិចមកពេលខ្យល់នឹងរៀងចានដែរចាបងប្អូនហើយនឹងយើងដាក់ជាមួយនឹងម្សៅស៊ុបរ៉ាឌីដែរអញ្ចឹងណាបងប្អូនចាយើងស្មានជាមួយនឹងត្រីរបស់យើងទៅបងប្អូនត្រីនេះគឺចំនួន1គីឡូចាហើយពេលប្រឡាក់ហ្នឹងគឺយើងច្បល់ទៅច្បល់មកឲ្យគ្រឿងរបស់យើងចូលសាច់ត្រីអញ្ចឹងណាបងប្អូនចាគឺថាយើងម៉ាស្សាទៅនឹងមកនឹងប្រហែលជា10នាទីអី15នាទីទៅបងប្អូនយើងយូរបន្តិចអញ្ចឹងណាចាហើយយើងត្រីនេះគឺខ្ញុំទិញពីសាមកនឹងលាងទឹកហើយកន់ហើយបងប្អូនចាចំណែកពេលដែលប្រឡាក់ទុកហ្នឹងគឺខ្ញុំប្រឡាក់តាំងពីព្រឹកអញ្ចឹងណាដល់ថ្ងៃឡើងខ្ញុំហាលទៅបងប្អូនល្ងាចឡើងបានខ្ញុំយកមកចៀនបងប្អូនចាតែវាថាឆ្ងាញ់មែនតើបងប្អូនឲ្យតែយើងចេះប្រឡាក់អញ្ចឹងណាចាគ្រាន់តែខ្ញុំជួយចិត្តរៀងផ្អែមបន្តិចបងប្អូនត្រីប្រឡាក់ចាខ្ញុំអត់សូវជួយចិត្តរៀងប្រៃទេចាហើយអញ្ចឹងខ្ញុំក៏ដាក់ស្កររៀងច្រើនបន្តិចទៅបងប្អូនតែយើងយកទៅហាលអញ្ចឹងគឺក្រៀមអញ្ចឹងស្រួលចៀនបងប្អូនចាហើយមួយទៀតបើសិនជាយើងអាំងក៏បានដែរបងប្អូនចាយើងមានច្រានមានអីឆ្នាំងអីអាំងអញ្ចឹងទៅគឺល្អដូចគ្នាបងប្អូនចាហើយចំពោះត្រីហ្នឹងគឺត្រីទលេបងប្អូនចាហើយយើងចកន់អង្កន់អញ្ចឹងបានអត់មានឆ្អឹងបងប្អូនចាត្រីហ្នឹងណាចាំមកយើងអត់កន់ទេគឺឆ្អឹងរៀងច្រើនបន្តិចបងប្អូនចាបន្ទាប់ពីឥឡូវហ្នឹងគឺយកមកទុកហើយបងប្អូនចាយើងទុកប្រហែលជាមានម៉ោង1ម៉ោង2ខ្ញុំយកមកហាលបងប្អូនចាខ្ញុំប្រឡាក់ពេលព្រឹកហើយនេះសម្រាប់ធ្វើទឹកត្រីពីមុខបងប្អូនថ្ងៃហ្នឹងចង់ញ៉ាំទឹកត្រីបើទុំផងនិងទឹកត្រីអត់ពេញប៉ះផងបងប្អូនចាហើយមានទឹកត្រីមកហើយមានប៊ីចេងបន្តិចមកបងប្អូនចាហើយមាននឹងស្ករសបងប្អូនចាហើយចំណែកគ្រឿងរបស់យើងហ្នឹងចាគឺថាមានដូចជាអំពិលទុំអញ្ចឹងណាបងប្អូនចាគឺខ្ញុំដាក់ទឹកត្រីពាក់កណ្ដាលខ្ញុំទុកដាក់ទឹកត្រីពេញប៉ះពាក់កណ្ដាលបងប្អូនចាហើយយើងច្បល់បងប្អូនចំពោះអំពិលគឺទឹកត្រីអំពិលទុំគឺខ្ញុំអត់ដែរយកគ្រាប់ទេបងប្អូនខ្ញុំច្បល់យកតែសាច់ទឹកអំពិលសុទ្ធអញ្ចឹងណាបងប្អូនចាយើងលាយជាមួយទឹកត្រីអញ្ចឹងមកឥឡូវហ្នឹងត្រាំទុកអេរិកសិនខ្ញុំក៏ឆ្លៀតមកធ្វើជាមួយនឹងបន្លែអញ្ចឹងណាបងប្អូនចាយើងហាន់ស្លឹកខ្ទឹមហាន់អីអញ្ចឹងទៅកាត់ប៉ាត់ទឹកត្រីឆ្ងាញ់ណាបងប្អូនចាឲ្យតែចេះធ្វើគឺខ្ញុំជួយចិត្តណាបងប្អូនអើយញ៉ាំជាមួយនឹងបាយក្តៅហើយត្រីដែលយើងប្រឡាក់នឹងចៀនមកស្រួយក្តៅអញ្ចឹងណាបងប្អូនចាហើយហាក់ខ្លឹកខ្ទឹមហ្នឹងហាំងរៀងល្អិតអញ្ចឹងមកណាបងប្អូនចាហើយខ្ញុំក៏ដាក់ក្នុងចានទឹកត្រីតែម្ដងទៅហើយខ្ញុំក៏ប្រើជាមួយនឹងខ្ទឹមក្រហមចាមួយចំហៀងបងប្អូនពួកឯងខ្ញុំប្រើទឹកត្រីពីរមុខអញ្ចឹងចាយើងហាន់នាងល្អិតដែរមកបងប្អូនចាពេលយើងដាក់ខ្ទឹមក្រហមដាក់ស្លឹកខ្ទឹមអីអញ្ចឹងទៅគឺឈ្ងុយតែម្ដងបងប្អូនចាគឺឆ្ងាញ់មែនតើទឹកត្រីរបស់យើងហ្នឹងណាចាហើយម្ទេសរៀងហាល់អីអញ្ចឹងទៀតមកហើយមានខៀវមានក្រហមអញ្ចឹងណាបងប្អូនចាម្ទេសនេះគឺម្ទេសបេះខ្លួនឯងបងប្អូនចាគឺខ្ញុំដាំនៅផ្ទះរបស់ខ្ញុំអញ្ចឹងមានមួយហូបអញ្ចឹងណាបងប្អូនចាហើយក៏ថែមជាមួយនឹងខ្ទឹមសបន្តិចមកបងប្អូនចាយើងដាក់ខ្ទឹមសដើម្បីធ្វើឲ្យកាន់តែឈ្ងុយណាបងប្អូនចាចិញ្ច្រាំរៀងម៉ត់បន្តិចមកចាឥឡូវហ្នឹងគឺចាប់ដើមពេញប៉ោះបងប្អូនពេញប៉ោះហ្នឹងគឺពេញប៉ោះធម្មជាតិយើងបងប្អូនចាគឺល្អមែនទែនទូចអញ្ចឹងចាយើងហាន់ជាល្អិតអញ្ចឹងមកឆ្ងាញ់ណាបងប្អូនពេលយើងធ្វើទឹកត្រីពេញប៉ោះយើងជ្រើសយកពេញប៉ោះទុំអញ្ចឹងបានធ្វើទឹកត្រីឆ្ងាញ់ណាបងប្អូនចាយើងយកពេញប៉ោះធម្មជាតិស្រែយើងនឹងមកចាបន្លែរបស់យើងណាបងប្អូនចាឥឡូវហ្នឹងគឺចាប់ផ្ដើមថែមប៊ីចេងបន្តិចមកចាឲ្យថែមជាមួយនឹងស្កររៀងចាំដែរបងប្អូនចាពួកឲ្យយើងយកជាតិរៀងប្រៃផ្អែមចាឲ្យជូរចេញពីជាតិពេញប៉ោះអីចឹងមកបងប្អូនអើយឆ្ងាញ់មែនតើហើយគាត់តែឃើញហ្នឹងក៏ដឹងឲ្យឆ្ងាញ់ដែរបងប្អូនចាគឺថាគួរឲ្យចង់ទទួលទានតែម្ដងចឹងណាចាយើងដាក់បន្តិចតាចាទឹកត្រីពេញប៉ោះបន្តិចមកទឹកត្រីអំពិលទុំបន្តិចមកចាបងប្អូនឃើញទេហើយរសជាតិហឹលអញ្ចឹងណាបងប្អូនចាឥឡូវមកដល់វគ្គទឹកត្រីអំពិលទុំម្ដងបងប្អូនចាយើងដាក់ត្រាំអំពិលរៀងរីកការប៉ាត់ត្រាំទឹកក្តៅក៏បានដែរបងប្អូនចាតែខ្ញុំត្រាំជាមួយនឹងទឹកត្រីតែម្ដងអញ្ចឹងណាចាំយើងថែមទឹកតាមក្រោយទៅចាយើងច្បល់មកអញ្ចឹងទៅហើយយើងច្រង់គ្រាប់អំពិលចេញណាបងប្អូនចាយើងទុកតែសាច់ទៅបានហើយដើម្បីងាយស្រួលញ៉ាំណាចាហើយរសជាតិពេលយើងធ្វើហ្នឹងតាល្មមគឺល្មមហើយបងប្អូនអត់មានរីកចេញពីអំពិលឲ្យជូរខ្លាំងអីទៀតអត់ទេណាបងប្អូនចាយើងច្រង់កតិចកទីអីចេញអស់មកបងប្អូនចា
ហើយបន្តមកហ្នឹងគឺខ្ញុំដាក់គ្រឿងដូចធ្វើទឹកត្រីពេញប៉ោះដែរអញ្ចឹងណាបងប្អូនចាមានខ្ទឹមសខ្ទឹមក្រហមខ្ទឹមអីលីងបន្តិចអញ្ចឹងមកដើម្បីធ្វើឲ្យទឹកត្រីរបស់យើងឆ្ងាញ់ដូចគ្នាអញ្ចឹងណាបងប្អូនចាគឺថាទឹកត្រីពីរនេះខុសគ្នាតែត្រង់ថាមួយអំពិលទុំមួយពេញប៉ោះឲ្យបងប្អូនតែគ្រឿងផ្សំគឺដូចគ្នាតែម្ដងអញ្ចឹងណាបងប្អូនចាមានម្ទេសមានអីអញ្ចឹងមកដូចគ្នាអញ្ចឹងណាបងប្អូនចាហើយបើចូលចិត្តហៅដាក់ចានតិចទៅបងប្អូនចំណែកខ្ញុំគឺថាហាន់ល្មមអញ្ចឹងណាបងប្អូនចារួចរាល់ហើយនេះចំណែកទឹកត្រីអំពិលទុំគឺខ្ញុំដាក់ជីនឹងវងបងប្អូនចាហើយយើងថែមរៀងខាប់អញ្ចឹងយើងថែមទឹកបន្តិចបាទណាបងប្អូនចាតែយើងមិនបាច់ដាក់ច្រើនពេកទេដាក់មកល្មមមកឆ្ងាញ់អញ្ចឹងណាបងប្អូនចាជាមួយនឹងស្ករសមកប៊ីចេងបន្តិចមកចាយើងកូរច្បល់ទៅយើងភ្លក់តាមរសជាតិចំណូលចិត្តយើងអញ្ចឹងណាបងប្អូនចាហើយឆ្ងាញ់ណាស់បងប្អូនចាជូរផ្អែមប្រៃហឹរអីគឺតាមនឹងតែម្ដងអញ្ចឹងណាបងប្អូនចានេះរួចរាល់ហើយពីមុខបងប្អូនចាមានទឹកត្រីពេញប៉ោះនិងទឹកត្រីអំពិលទុំបងប្អូនអាចសាក់លបងធ្វើបានណាបងប្អូនចាគឺថាធានារសជាតិឆ្ងាញ់តែម្ដងហើយនេះឥឡូវយកត្រីមកចៀនបងប្អូនគឺខ្ញុំហាលឡើងក្រៀមដែរអញ្ចឹងណាបងប្អូនចាយើងដាំផ្ទះក្តៅមកហើយយើងក៏ដាក់ត្រីចៀនអញ្ចឹងណាបងប្អូនចាហើយយើងបើកភ្លើងល្មមណាបងប្អូនចាបើកខ្លាំងពេកខ្លាចអត់តាន់ឆ្អិនដល់ក្នុងខ្លោចអីអញ្ចឹងណាបងប្អូនចាខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូនៅក្នុង YouTube របស់នាងខ្ញុំអញ្ចឹងណាបងប្អូនពេញចិត្តវីដេអូរបស់នាងខ្ញុំសាប់ផនហូបឆ្ងាញ់បងប្អូនកុំភ្លេចជួយចុចសញ្ញាកណ្ដឹងនិងជួយ like ជួយ share ម្នាក់មួយផងណាបងប្អូនដើម្បីទទួលបានវីដេអូថ្មីទៀតចាហើយជូនពរបងប្អូនទាំងអស់គ្នាសូមឲ្យជួបតែសំណាងល្អទាំងអស់គ្នាអញ្ចឹងណាបងប្អូនចាគឺថាល្អមែនតើបងប្អូនឃើញទេចាគឺថាឡើងក្រហមហើយឡើងក្រៀមអញ្ចឹងណាបងប្អូនចាយើងដាំផ្ទះឲ្យក្តៅហើយដាក់ប្រេងឆាក្តៅសិនចាំយើងដាក់ត្រីចូលបងប្អូនចាអញ្ចឹងបានត្រីចៀនរបស់យើងល្អបងប្អូនចាហើយញ៉ាំបាយជាមួយនឹងត្រីចៀនជាមួយនឹងទឹកត្រីពេញប៉ោះផងទឹកត្រីអំពិលទុំផងបងប្អូនគឺថាឆ្ងាញ់មែនតើហូបថែមមួយចានហើយថែមមួយចានទៀតអញ្ចឹងណាបងប្អូនចាហើយរសជាតិត្រីហ្នឹងគឺឆ្ងាញ់តែម្ដងល្មមអញ្ចឹងណាបងប្អូនចាចំពោះត្រីបើសិនជាអត់ទៅចេះចៀនគឺត្រីហ្នឹងគឺនឹងជាប់ខ្ទះអញ្ចឹងណាបងប្អូនចាចាំយើងចៀនបើកភ្លើងល្មមបងប្អូនកុំបខំពេកចានេះគឺថារួចរាល់ហើយចាគឺថាបានត្រី4នឹងឯងហើយល្អណាបងប្អូនចាបងប្អូនកុំភ្លេចធ្វើហូបទាំងអស់គ្នាណាបងប្អូនចាពីរបៀបពិធីប្រឡាក់ត្រីចាបើបងប្អូនមានវិធីផ្សេងអីអញ្ចឹងក៏ធ្វើតាមនឹងទៅបងប្អូនចំណែកខ្ញុំគឺវិធីធម្មតាទេបងប្អូនតែទទួលបានគឺថាប្រឡាក់ត្រីមកនឹងរសជាតិឡើងឆ្ងាញ់តែម្ដងបងប្អូនចាជាមួយនឹងទឹកត្រីដែលខ្ញុំបានធ្វើបង្ហាញបងប្អូនដែរអញ្ចឹងណាបងប្អូនចាគឺថាបងប្អូនចង់សាកល្បងមួយណាក៏បានដែរបងប្អូនចាបងប្អូនជ្រើសយកវិធីធ្វើទឹកត្រីក៏បានជ្រើសយកវិធីធ្វើត្រីក៏បានអរគុណបងប្អូនទាំងអស់គ្នា